សញ្ញាចំនួន3ដែលបង្ហាញថាមនុស្សព្រមទាំង environment ជុំវិញខ្លួនអ្នកទាំងអស់គ្នាហ្នឹងកំពុងតែបំផ្លាញអ្នកទាំងអស់គ្នាបន្តិចម្ដងក្នុងនាមជាមនុស្សម្នាក់ដែលធ្លាប់ចង្កាត់រឿងទាំងអស់ហ្នឹងខ្ញុំចង់ឲ្យទាំងអស់គ្នាជាពិសេសគឺយុវវ័យគិតឲ្យបានច្បាស់លាស់មុននឹងយើងរាប់អានឬក៏ចិត្តស្និទ្ធឬក៏នៅចិត្ត environment ណាមួយគួរតែគិតពិចារណាបានច្បាស់មិនថាពីមនុស្សឬក៏បណ្ដាញសង្គមទេតែតែគួរគិតពិចារណាបានច្បាស់ទៅលើអីដែលយើង follow នៅលើប្រព័ន្ធអ៊ីនធឺណិតទី1គឺមនុស្សជុំវិញខ្លួនរបស់អ្នកទាំងអស់គ្នាហ្នឹងអត់ចង់ឃើញអ្នកទាំងអស់គ្នារីកចម្រើនទេយើងប្រកាសជាជួបមនុស្សដែលនៅចិត្តទៅមានអារម្មណ៍ថាគេចង់ឲ្យយើងល្អប្រសើរជាងមុនប៉ុន្តែតោះគ្នាដែលចាប់អារម្មណ៍នៅមានមនុស្សមួយចំនួនដែលនៅជុំវិញខ្លួនរបស់យើងណាគឺគាត់អត់ចង់ឲ្យយើងល្អប្រសើរជាងគាត់ទេអញ្ចឹងត្រូវតែ notice ឬក៏សម្គាល់តើមនុស្សមួយក្រុមណាដែលនៅចិត្តទៅធ្វើឲ្យយើងមានអារម្មណ៍ថាយើងលូតលាស់យើងអភិវឌ្ឍយើងចង់រីកចម្រើនហើយមនុស្សណាដែលយើងនៅចិត្តទៅធ្វើឲ្យយើងមានអារម្មណ៍ថាយើងដូចដាំក្បាលចុះក្រោមវិញអញ្ចឹងពេលខ្លះទៅពួកគាត់អត់មានគោលបំណងក្រក់អីមកកាន់យើងទេប៉ុន្តែប្រហែលជាពួកគាត់ជាមនុស្សដែលអត់មានផ្នត់គំនិតរីកចម្រើនគឺជាមនុស្សដែលខ្លាចក្នុងការធ្វើអីថ្មីចឹងហើយបានជាគាត់តែងតែប្រខាំងយើងអត់ឲ្យយើងធ្វើរឿងដែលយើងចង់ធ្វើដែលអាចអភិវឌ្ឍខ្លួនឯងបានចឹងណាទី2អ្នកទាំងអស់គ្នាតែតែមានអារម្មណ៍អស់កម្លាំងគ្រប់ពេលហ្មងនៅពេលដែលជួបមនុស្សមួយក្រុមហ្នឹងនៅពេលដែលយើងស្គាល់ណាគេម្នាក់មិនមិត្តភក្តិឬក៏មានអីក៏ដែរប្រកបជាមានមនុស្សមួយក្រុមឬក៏មនុស្សណាម្នាក់ដែលយើងជួបទៅយើងមានអារម្មណ៍ថាអូ energy យើងគឺពេញយើងនិយាយទៅយើងត្រូវគ្នាយើងនិយាយទៅគឺយើងសប្បាយចិត្តប៉ុន្តែមានមនុស្សមួយចំនួនមិនជា bestie មិត្តភក្តិសាសនាឬក៏អីទេប៉ុន្តែនៅពេលដែលយើងជួបគាត់យើងមានអារម្មណ៍ថាគាត់ដូចជាបន្ទុកគាត់ដូចជាមក trauma ឬក៏ពេលខ្លះទៅគាត់មានអា victim mentality ទាំងអស់គ្នាផ្នត់គំនិតជនរងគ្រោះហើយដែលលើពាក្យហ្នឹងគឺគាត់ជាមនុស្សដែលមិនជួបរឿងអីចឹងហ្នឹងគឺគាត់ចូលចិត្តគិតថាអូមកពីអ្នកនេះមកពីអ្នកនោះគ្រប់យ៉ាងគឺគាត់ជនរងគ្រោះរហូតបើជួបមនុស្សអញ្ចឹងតែអស់គ្នាអត់ចម្លែកទេដែលតែអស់គ្នាមានអារម្មណ៍ថាតែអស់គ្នាអស់កម្លាំងតែអស់គ្នា drain ទី3យើងនៅចិត្តមនុស្សដែលធ្វើឲ្យយើងអត់អាចរស់នៅជាខ្លួនឯងមានមនុស្សមួយចំនួនដែលខ្ញុំរស់នៅមួយពួកគាត់នៅក្បែរពួកគាត់ខ្ញុំមានអារម្មណ៍ថា I can be myself ខ្ញុំអាចស្រឡាញ់ខ្លួនឯងក្នុងនាមខ្ញុំជាខ្ញុំដែលស្គមអញ្ចឹងទៅមិនមែនថាគាត់ចង់ឲ្យខ្ញុំស្គមអញ្ចឹងដល់ថ្នាក់អត់ឲ្យញ៉ាំអាហារអីទេមិនមែនថាគាត់យល់ពីយើងថាយើងមានបញ្ហារាងកាយរូបរាងកាយរបស់យើងញ៉ាំមិនក៏វាមិនសូវធាត់អញ្ចឹងទៅយើងហាត់ប្រាណមិនក៏យើងមិនឡើងគីឡូណាស់ណាដែរអញ្ចឹងយើងជួបមនុស្សដែលយើងមានអារម្មណ៍ថាយើង comfortable មួយពួកគាត់ប៉ុន្តែមួយមនុស្សមួយចំនួនទៀតនៅពេលយើងនៅចិត្តយើងមានអារម្មណ៍ថាពួកគាត់និយាយតែពីរឿងស្គមនិយាយតែពីរឿងរូបរាងរបស់យើងដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងអត់មានសមត្ថភាពនៅពេលដែលនៅមួយគាត់ទេហើយយើងតែងតែមានអារម្មណ៍ថាយើងស្អប់ខ្លួនឯងហើយយើងអត់ហ៊ានរស់នៅជាខ្លួនឯងទេអញ្ចឹងបងប្អូនត្រូវ check មើលថាតើយើងរស់នៅសប្តាហ៍ថ្ងៃនេះជាមួយមនុស្សប្រភេទណាមួយហើយគួរតែចាក់ចេញពីមនុស្សប្រភេទណាមួយពីព្រោះមនុស្សទាំងអស់នោះអត់បានធ្វើឲ្យយើងរីកចម្រើនទេហើយមនុស្សដែលចង់ឲ្យយើងរីកចម្រើនពិតប្រាកដគេនឹងមិនទៅឲ្យយើងធ្វើអីខុសពីខ្លួនឯងទេប៉ុន្តែគេនឹងយល់ពីយើងគេនឹងពន្យល់យើងហើយគេនឹងចង់ឲ្យយើងល្អប្រសើរជាងមុនដោយរបៀបដ៏ល្អមិនមែនការបង្អាប់ការមើលងាយឬក៏ការប្រើពាក្យសម្ដីមិនសមរម្យមកកាន់រាងកាយឬក៏រូបរាងរបស់យើងឡើយអូខេអញ្ចឹងមាន3ចំណុចហ្នឹងសង្ឃឹមតែអ្នកគ្នានឹង check មើលហើយនៅពេលអ្នកទាំងអស់គ្នាដឹងហើយទាំងអស់គ្នាចាក់ចេញពីមជ្ឈដ្ឋានហ្នឹងយើងមិនអាចគេចផុតពីមនុស្សអញ្ចឹងតែអស់ទាំងអស់គ្នាជឿខ្ញុំទៅប៉ុន្តែនៅពេលដែលយើងដឹងថាវាមូលហេតុដោយសារតែអីដែលយើងមានអារម្មណ៍បែបហ្នឹងណាពេលដែលយើងចេញបន្តិចមកយើងមានអារម្មណ៍ថាយើង better យើងល្អប្រសើរជាងមុនយើងមានអារម្មណ៍ថាយើងសប្បាយចិត្តជាងមុនដូចដោះបន្លាចេញពីទ្រូងអញ្ចឹងហើយបន្តិចម្ដងមនុស្សទាំងអស់នោះគេនឹងចេញដោយខ្លួនឯងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ការចេញបែបថ្ងៃហ្នឹងហើយ follow me for more educational content bye